ตอนนี้สำหรับខ្ញុំទេ Gavin សាន់ត្រាខ្ញុំដឹងថារឿងល្ងងនេះជារបស់អ្នកបានជំនួសកន្លែងខ្ញុំអ្នកដើរលេងហើយលួចយកក្តីស្រឡាញ់របស់ Gavin ពីខ្ញុំថ្ងៃល្អរបស់អ្នកចប់ហើយនេះជាលើកចុងក្រោយដែលខ្ញុំនឹងជួបអ្នកប្រធានក្រុមគូ Kevin និង Sabrina ដែលជាគូស្នេហ៍ដំបូងរបស់គាត់ត្រូវបានគេឃើញកំពុងចែករំលែកពេលវេលាដ៏ផ្អែមល្ហែមមួយតើយើងឬកណ្ដឹងរៀបការទេខ្ញុំគិតថាគាត់ទទួលបានស្នេហាដំបូងរបស់គាត់មកវិញហើយដូច្នេះតើការប្រើប្រាស់ស្តង់នៅក្នុងនោះមានប្រយោជន៍អ្វីកាវីនអរគុណច្រើនពេលខ្ញុំមកដល់ទីក្រុងនេះដំបូងខ្ញុំគ្មានអ្វីសោះអ្នកបានផ្ដល់កន្លែងរស់នៅឲ្យខ្ញុំអ្នកបានការពារខ្ញុំពីព្យុះអ្នកថែមទាំងបានផ្ដល់ឲ្យខ្ញុំនៅការបំផន់ថាត្រូវបានគេស្រឡាញ់ទៀតផងអ្នកគួរតែផឹកតិចជាងនេះចាប់ពីពេលនេះទៅរបួសក្នុងចាស់របស់អ្នកគួរតែទៅពិនិត្យវាជាប្រចាំ Kevin លីហើយឥឡូវនេះតើអ្នកនឹង Sabrina ជាផ្លូវការនៅជាមួយគ្នាឥឡូវនេះទេហើយតើអ្នកអាចប្រាប់យើងបានទេថាអ្នកនឹងប្រកាសការបរិច្ឆេទរៀបការនៅពេលណានោះគ្រាន់តែជាអំណោយធម្មតាមួយហើយមិនមែនជាសំណើរៀបការរបស់ Kevin ទេអ្នកយកព័ត៌មាននៅទីនេះទាំងអស់កុំរវល់តែខ្វល់ខ្វាយអីសុំទោសផងកញ្ញា Sabrina តោះយើងទៅទីនោះសម្រាប់ការសម្ភាសន៍មិត្តភក្តិគួរឲ្យទុកចិត្តជាងបុរស Fiona ខ្ញុំកំពុងធ្វើដំណើរមកជួបអ្នកកញ្ញា Sandra រងចាំកញ្ញា Sandra រងចាំមាននរណាម្នាក់បានបង់ប្រាក់ឲ្យអ្នកសម្រាប់ Sabrina ត្រូវហើយយើងជាក្រុមដែលមានជំនាញវិជ្ជាជីវៈយើងមិនអាចបង្ហាញព័ត៌មានអតិថិជនរបស់យើងបានទេភ្លេចវាទៅអ្នកណាខ្វល់ខ្ញុំនឹងទៅរស់នៅជីវិតដ៏ល្អបំផុតរបស់ខ្ញុំអ្នកអាចមានវាសម្រាប់កំណត់ត្រារបស់អ្នកអ្វីទៅណាសួស្ដីលោកស្រីអ្នកគួរតែអនុញ្ញាតឲ្យខ្ញុំធ្វើតាមពិធីការកាវីនមានរឿងអ្វីអ្នកមើលទៅស្លេកស្លាំងណាស់ដូច្នេះមានអ្នកយកព័ត៌មានជាច្រើននៅទីនេះអ្នកមិនចង់បំផ្លាញកេរ្តិ៍ឈ្មោះគ្រួសាររបស់អ្នកទេបើអ្នកណាមានសំណួរអ្វីអាចសួរបានឥឡូវនេះលោក Gavin កញ្ញា Sandra បានលោតចូលទៅក្នុងសមុទ្រលោក Kevin Sir វាត្រូវបានដោះស្រាយហើយខ្ញុំបានឃើញនាងធ្លាក់ចូលទៅក្នុងសមុទ្រដោយខ្លួនឯងល្អណាស់លោក Kevin សូមស្ងប់ចិត្តលោកម្ចាស់សូមស្ងប់ចិត្តក្រុមជួយសង្គ្រោះកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយើងនឹងរកនាងឃើញតើអ្នកទាំងអស់គ្នាកំពុងឈរនៅជុំវិញនេះដើម្បីអ្វីហេតុអ្វីបានជាអ្នកមិនជួយសង្គ្រោះនាងខ្ញុំកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយអ្នកស្វែងរកលោកមើលទៅ Gavin ទីបំផុតខ្ញុំរួចផុតពីស្រមោលរបស់អ្នកអត់ទេហើយខ្ញុំសូមជូនពរឲ្យអ្នកមានសុភមង្គលមនុស្សគ្រប់គ្នាផ្ដោតអារម្មណ៍នៅទីនោះនាងម្ដងទៀតលោក Gavin វាគឺ Madam Area និង Miss Sandra វាហាក់ដូចជាពួកគេកំពុងជួបបញ្ហាតើអ្នកគិតថាយើងគួរតើប្រញាប់ខ្លាំងប៉ុណ្ណាកុំមើលស្រាលអ្វីដែលស្ត្រីទាំងពីរនាក់នេះអាចធ្វើបានខ្ញុំហ៊ានឲ្យអ្នកនិយាយរឿងមិនសមរម្យជាមួយនាងម្ដងទៀតតើអ្នកទាំងអស់គ្នាជានរណាតើអ្នកចង់បានអ្វីត្រឹមត្រូវគិតពីរឿងផ្ទាល់ខ្លួនរបស់អ្នកចុះយើងកំពុងបង្រៀនមេរៀនមួយដល់នាងជាមុនសិនខ្ញុំនឹងបង្រៀនអ្នកទាំងពីរថាការគោរពជាអ្វីហេតុអ្វីបានជាអ្នកវាគាត់សន្តិសុខអ្នកទាំងពីរតើអ្នកកំពុងស្វែងរកការប្រយោជន៍មែនទេអ្នកសមនឹងទទួលបានអ្វីដែលពួកគេបានធ្វើចំពោះអ្នកកំពុងបោកប្រាស់ស្ត្រីដើម្បីចិញ្ចឹមជីវិតហើយប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើជាមួយក្លិនស្អុយរបស់អ្នកសក់ឡើងខ្លាញ់ហើយអ្នកមានភាពក្លាហានក្នុងការធ្វើជាចៅវាយនេះមែនអ្នកបានធ្វើពុតជានរណាម្នាក់នៅលើអ៊ីនធឺណិតប៉ុន្តែក្រៅបណ្ដាញអ្នកគឺជារឿងខុសគ្នាទាំងស្រុងអ្នកគួរតែខ្លាចជាមនុស្សលាក់ពុតនិងសាករូបអ្នកផ្ទុកទំនិញឥតខ្មាស់អៀនលើមុខរបស់អ្នកខ្ញុំមិនខ្វល់ពីអ្នកទាំងពីរថ្ងៃនេះទេខ្ញុំនឹងហែកមាត់របស់អ្នកចេញខ្ញុំគិតថាអ្នកជាមនុស្សដែលចង់ស្លាប់ដែលអ្នកកំពុងធ្វើឲ្យខ្ញុំខឹងអូព្រះជាម្ចាស់ឲ្យលោក Gavin គ្រាន់តែស្ដាប់រឿងនោះវាជាចាប់ខ្លាំងណាស់វាជាអ្វីដែលមនុស្សអាក្រក់ដូចជាគាត់សមនឹងទទួលបានពួកគេដឹងពីអ្វីដែលពួកគេកំពុងធ្វើតោះទៅស៊ីរុសតើអ្នកមិនអីទេវាឈឺណាស់
ខ្ញុំសុខសប្បាយទេគ្រាន់តែការបំផន់របស់ស្ត្រីទាំងនេះត្រូវបានបំផ្លាញអ្នកក៏ដូចគ្នាដែរតើអ្នកហ៊ានធ្វើបែបនោះចំពោះគាត់ដោយរបៀបណាខ្ញុំនឹងធ្វើឲ្យអ្នកបងប្រាក់សម្រាប់រឿងនេះខ្ញុំនឹងធ្វើឲ្យអ្នកបងប្រាក់សម្រាប់រឿងនេះខ្ញុំបាននិយាយថាគាត់សុំនឹងទទួលបានវាដូច្នេះតើមានអ្វីកើតឡើងអំឡុងពេលផ្សាយផ្ទាល់គាត់កាន់តែសង្ហាប៉ុន្តែក្រៅបណ្ដាញគាត់និយាយថានាងកាន់តែចាស់ទៅគ្មានភាពខ្មាស់អៀនអ្នកបានសុំលុយហើយឥឡូវនេះអ្នកកំពុងធ្វើដូចជាអ្នកទទួលខុសត្រូវយ៉ាងពិតប្រាកដរឿងគ្រួសារដើម្បីលុយទេអូខ្ញុំភ្លេចទាំងស្រុងអ្នកទាំងអស់គ្នាមិនមានវាត្រូវបានចាក់សោទេមកស៊ីរូតើអ្នកសុខសប្បាយជាទេស៊ីរូសូមប្រាប់ខ្ញុំថាវាឈឺណាស់អ្នកទាំងពីរនេះអាចមានអណ្ដាតមុតស្រួចហើយចំណាយប្រាក់ច្រើនដូចអ្វីដែល Sabrina បាននិយាយប៉ុន្តែពួកគេមិនសូវមានល្បិចកលដូចអ្វីដែលនាងនិយាយនោះទេស្ដាប់អរគុណសម្រាប់ការជួយខ្ញុំដោះស្រាយឧបត្តិហេតុនៅភោជនីយដ្ឋានលើកនេះខ្ញុំគិតថាខ្ញុំបានវិនិច្ឆ័យអ្នកខុសដែរតាក់ទងនឹងអ្វីដែលបានកើតឡើងនៅថ្ងៃនេះអ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីវីតាមីនយើងយល់ហើយយើងយល់ច្បាស់ណាស់យើងក៏ចូលចិត្តប្រុសសង្ហាដែរប៉ុន្តែបុរសមួយចំនួនដែលអ្នកឃើញតាមអ៊ីនធឺណិតគឺគ្រាន់តែជាមុខពីរប៉ុណ្ណោះដូច្នេះវាជាការប្រសើរក្នុងការទុកវានៅលើអេក្រង់តើអ្នកចង់មានន័យយ៉ាងណាពិតប្រាកដដោយពាក្យនោះបុរសម្នាក់ដែលព្យាយាមធ្វើអ្វីក៏ដោយគឺជាបុរសដែលចូលចិត្តធ្វើពុតជាមនុស្សល្ងងក៏ត្រូវបានគេហៅថាបុរសអាប់អ៊ូផងដែរវាសំដៅទៅលើបុរសទាំងនោះដែលលាក់ខ្លួននៅក្នុងជ្រុងងឹតនិងបញ្ចេញថាមពលអវិជ្ជមានឧទាហរណ៍ Gavin ឧទាហរណ៍ខ្ញុំកំពុងប្រាប់អ្នកគាត់គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃបុរសអាប់អ៊ូម្នាក់អ្នកកំពុងនិយាយថា Gavin ស្រពោនបាចាស់យាយគិតអំពីវាគាត់ជាបុរសពេញវ័យប៉ុន្តែគាត់នៅតែចាត់ទុក Sandra ដូចជាអ្នកជំនួសអ្វីដែលគាត់និយាយគឺគ្រាន់តែជាពាក្យត្រជាក់នោះចងចាំកន្លែងរបស់អ្នកតើយាយមិនទាន់អាប់អ៊ូគ្រប់គ្រាន់ទេស្ដាប់ទៅដូចជាត្រឹមត្រូវហើយវាសមហេតុផលណាស់ក៏មានបុរសវិកលចរិតម្នាក់នេះដែរនៅលើផ្ទៃពួកគេមើលទៅសមរម្យប៉ុន្តែដោយសម្ងាត់ពួកគេឈួតនិងងងល់ពួកគេបំផ្លាញអ្វីដែលពួកគេមិនអាចមាននៅពេលដែលស្នេហារបស់ពួកគេឈានដល់ចំណុចកំពូលពួកគេនឹងចាត់ខ្ចាយភ័យរបស់អ្នកដឹងទេថាជីដាជាអ្វី Gabrielle គឺជាបុរសវិកលចរិតបុរាណម្នាក់តើអ្នកចាំទេពេលដែលគាត់សង្ស័យថាខ្ញុំចាប់ពង្រត់ Sabrina ទឹកមុខរបស់គាត់ខ្ញុំនៅតែព្រឺរោមគ្រាន់តែគិតអំពីវាចិត្តសាសអាប់អ៊ូអ្វីទៀតមានមួយទៀតដែលជារឿងធម្មតាខឹបបុរសម្នាក់ PP អ្វី Up you are វាមានន័យថាពួកគេប្រើយុទ្ធសាស្ត្រដើម្បីផ្ដួលអ្នកហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនអាចចាក់ចេញពីពួកគេបានហើយវាសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដូចជាខ្ញុំកំពុងនិយាយបែបនេះសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនោះជាយុទ្ធសាស្ត្រមូលដ្ឋានបំផុតដូច្នេះអ្នកកំពុងនិយាយថាកូនប្រុសរបស់ខ្ញុំជាមនុស្សស្រពោនហើយចៅប្រុសរបស់ខ្ញុំជាមនុស្សវិកលចរិតបន្ទាប់មកតើបុរសពូអាជានរណាលោកស្រីជារបស់ Sabrina នៅទីនេះមានខ្ញុំមកជួបអ្នកតាមពិតទៅមានរឿងមួយដែលខ្ញុំចង់ពិភាក្សាជាមួយអ្នកខ្ញុំដឹងថាអ្នកតែងតែចង់ឲ្យអ្នកទាំងពីរនោះចាក់ចេញដូចដែលវាកើតឡើងខ្ញុំមានមិត្តម្នាក់ដែលបើកមណ្ឌលសុខភាពទីតាំងជនបទស្អាតសន្តិសុខតឹងរឹងពេលអ្នកបញ្ជូនពួកគេទៅឆ្ងាយខ្ញុំធានាថាគ្មាននរណាម្នាក់នៅក្នុងទីក្រុង River City នឹងធ្វើឲ្យអ្នកមើលងាយឡើយហើយពួកគេពិតជានឹងមិនរារាំងអាជីពរបស់ Gavin និង Gabrielle ឡើយខ្ញុំកំពុងធ្វើរឿងនេះទាំងអស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាអ្នកកំពុងយំកំពុងធ្វើឲ្យខ្ញុំហេមីងឲ្យអ្នកយល់ច្រឡំហើយតើខ្ញុំអាចធ្វើដូចម្ដេចបានហេតុអ្វីបានជាអ្នកមិនអាចធ្វើដូច្នេះហេតុអ្វីបានជាអ្នកមិនធ្វើដូច្នេះ Gabrielle ខ្ញុំមិនដឹងថាខ្ញុំបានធ្វើអ្វីខុសទេដែលធ្វើឲ្យមីងគិតថាខ្ញុំកំពុងរៀបចំផែនការឲ្យគាត់ប្រហែលជាដោយសារតែអ្នកនាង Fiona បាននិយាយអ្វីមួយទៅកាន់នាងម្ដងទៀតតោះទៅទៀតហើយហឹម Sabrina អូនតែលឿនជាងអ្វីដែលនាងគិតទៅទៀតខ្ញុំខ្លាចណាស់ Gabrielle បុរសឈួតនោះនឹងវាម្ដងទៀត Gabrielle ខ្ញុំដឹងប្រហែលជាដោយសារតែអ្វីដែលបានកើតឡើងពីមុនអ្នកស្រី Fiona យល់ច្រឡំខ្ញុំយល់ច្បាស់ណាស់បន្ទាប់ពីទាំងអស់គាត់ជាប្រពន្ធរបស់អ្នកប្រហែលជាខ្ញុំមិនគួរត្រឡប់មកវិញទេអ្នកដឹងពីអ្វីដែលអ្នកត្រឹមត្រូវទោះបីជា Fiona និយាយអ្វីមួយក៏ដោយគាត់និយាយត្រូវគាត់មិនចាំបាច់វាអ្នកដើម្បីបញ្ជាក់ខ្លួនឯងទេចំពោះអ្នកវិញ Sabrina តើអ្នកចាំអ្វីដែលអ្នកបានធ្វើទេហេតុការចាប់ជំរិតរឿងទាំងមូលគឺជាផ្នែកមួយនៃផែនការរបស់អ្នកដើម្បីដាក់ទោស Fiona Sabrina អ្នកពិតជាធ្វើបានល្អណាស់អ្នកខុសហើយ Gabrielle មីងអ្នកដឹងទេខ្ញុំមិនមែនជាមនុស្សបែបនោះទេអ្នកស្គាល់ខ្ញុំច្បាស់បំផុតនោះគ្រប់គ្រាន់ហើយខ្ញុំនិយាយថាខ្ញុំមិនចូលរួមក្នុងរឿងរបស់អ្នកទេខ្ញុំមិនចង់ក្លាយជាម្ដាយក្មេកអាក្រក់លើកនេះទេអ្នកចង់ប្រើខ្ញុំជាកូនអុកម្ដងទៀតគ្មានវិធីណាដែលអ្នកគួរចាក់ចេញឥឡូវនេះទេចាក់ចេញឥឡូវនេះប្រញាប់ទៅ
ប្រញាប់ចេញទៅវាជា Fiona មានរឿងអ្វីកើតឡើងយាយពិតជាបានបណ្ដេញ Sabrina ចេញមែនខ្ញុំដឹងហើយ Fiona អំពីការចាប់ជំរិតខ្ញុំយល់ច្រឡំអ្នកប៉ុន្តែខ្ញុំអាចសម្រេចចិត្តមិនលែងលះជាមួយអ្នកការព្រីយ៉ែអ្នកគួរតែយល់រឿងនេះឲ្យបានច្បាស់មិនមែនអ្នកទេដែលចង់លែងលះពីខ្ញុំឥឡូវនេះខ្ញុំជាអ្នកដែលចង់លែងលះអ្នកឲ្យផ្លាស់ទៅម្ខាងទៀតចេញពីផ្លូវរងចាំនាងវាខ្ញុំបានសុំទោសរួចហើយអូតើនោះជាការសុំទោសប្រភេទណាអ្នកមិនគួរឲ្យជឿទេវាជាការជូនដំណឹងមួយតើអ្នកគិតថាអ្នកដូចជាក្មេងរ៉ូពីសម្នាក់នេះទេតើខ្ញុំនៅតែជាចៅប្រុសរបស់អ្នកមែនទេអូនសម្លាញ់នៅទីនេះយករឿងនេះទៅជាមួយ Fiona ហើយទៅស្ប៉ាលំដាប់ខ្ពស់បន្ទាប់មកទៅទិញកាបូបដែលមានកំណត់មួយចំនួនអ្នកដឹងទេបន្ទាប់ពីអត់ទ្រាំនឹងពួកគេអស់រយៈពេលយូរក្មេងស្រីអ្នកធ្លាប់ឆ្លងកាត់ច្រើនណាស់សួស្ដីកាវីនមនុស្សល្ងងឲ្យត្រឡប់មកទីនេះវិញឥឡូវនេះដើម្បីខ្ញុំអាចបង្រៀនអ្នកនៅមេរៀនមួយមីងប្រុសស្រពោនមីងFiona អំពីការចាប់ជំរិតខ្ញុំយល់ច្រឡំអ្នកហើយខ្ញុំអាចទុករឿងនេះចោលបានអូអ្នកគិតថាខ្ញុំនឹងលងនឹងសុនត្រកថានោះឥឡូវនេះខ្ញុំហ៊ាននឹងចាប់ដើមជីវិតសេរីដ៏រីករាយរបស់ខ្ញុំក្នុងនាមជាស្ត្រីអ្នកមានម្នាក់តើអ្នកណាត្រូវការគាត់យ៉ាងណាក៏ដោយពិតជាត្រឹមត្រូវណាស់យើងមិនខ្វល់ទេមកចោះអនុញ្ញាតឲ្យខ្ញុំបង្ហាញអ្នកនៅអ្វីដែលពិតជាអស្ចារ្យឈប់នៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដាវទាំងអស់បានព្យាយាមដើម្បីចូលទៅក្នុងហាងលក់គ្រឿងអលង្ការលំដាប់ខ្ពស់ដោយមិនបានមើលឲ្យច្បាស់ពីខ្លួនឯងដ៏កំសត់របស់ពួកគេផងហើយអ្នកមិនគួរនិយាយបែបនោះទេល្អមិនអីទេចាំមើលថាវាជាអ្នកណាមែនទេកញ្ញាសាប្រីណាអ្នកដែលត្រូវបានបណ្ដេញចេញកាលពីម្សិលមិញដូច្នេះអ្វីដែលមិត្តសម្លាញ់របស់អ្នកមិនទាន់ដឹងអំពីរឿងនោះនៅឡើយខ្ញុំនិង Gabriel ទើបតែមានការយល់ច្រឡំបន្តិចបន្តួចយើងនឹងសងសឹកគ្នាវិញនៅទីបំផុតតើអ្នកកំពុងសើចំអកឲ្យអ្នកដើម្បីឈរនៅក្នុងអ្វីច្បាស់ជានឹងត្រូវបណ្ដេញចេញកញ្ញាសាន់ត្រាកុំសោកសៅពេកអីយ៉ាងណាមិញ